AF sound អីបង after បាទ after T sound th after បកថាបាទសួស្តីបងប្អូនទាំងនេះស្វាគមន៍មកកាន់វីដេអូជាបន្តយើងចូលដល់វីដេអូ part 25 គឺយើងចូលដល់ sound 21និយាយពី letter E ផ្សំជាមួយនឹងអក្សរ R បាទអញ្ចឹង E sound S R sound R ដល់ពីរនឹងចូលគ្នាយើងអត់អានថា S R ទេណាបងប្អូនយើងទៅជា soundបាទអញ្ចឹងហើយចាំបាច់ឲ្យបងប្អូនត្រូវតែចេះសំឡេងផ្សំវាបានងាយស្រួលអានណាដូចពាក្យនេះ H sound h បាទ ER នេះគឺអញ្ចឹងបាទយើងបាច់បកប្រែពីរណាបងទីមួយយើងបកប្រែថារបស់នាងគាត់ថា her name is មករាបាទឈ្មោះរបស់នាងអញ្ចឹងយើងបកថារបស់នាងមួយទៀតយើងបកប្រែថានាងណាគាត់ថា I love her ខ្ញុំស្រឡាញ់នាងអញ្ចឹងណាបងបាទទីពីរពាក្យនេះយើងអានថា un យើងអាន un d sound the បូក er នេះគឺអញ្ចឹង the under យើងបកប្រែថាខាងក្រោមណាបងបាទតាមទៀតពាក្យនេះ W sound at យើងរៀន sound at បាទប៉ុន្តែនៅពេលដែលជួបជាមួយនឹងអក្សរ W sound at របស់ at នឹងកើតទៅជា sound ot អញ្ចឹងយើងអានថា what t water បាទ ER នេះវាអញ្ចឹងពេលវាអាចនៅម្នាក់ឯងអានថា water ម្នាក់ឯងទេគឺវាត្រូវទាញសំឡេងព្យញ្ជនៈដែលនៅបន្ទាប់អំពីវានឹងបាទនៅពីមុខវាហ្នឹងយកមកចូលជាមួយបើទោះបីជាព្យញ្ជនៈហ្នឹងត្រូវបានគេប្រកបជាមួយនឹងស្រៈខាងមុខហើយក៏ដោយអញ្ចឹងណាបងបាទអញ្ចឹងយើងអានថា water បាទ water យើងបកប្រែថាទឹកឬក៏ជាកិរិយាសព្ទយើងបកប្រែថាស្រោចទឹកឧទាហរណ៍ I water the flower ខ្ញុំស្រោចទឹកបាទស្រោចផ្កាណាបាទអានេះអាន p a pay បាទ pay តែ a អត់មានតួប្រកប sound a ប៉ុន្តែនៅក្នុងភាសាអង់គ្លេសដូចបងប្អូនដឹងស្រាប់គេជួយចិត្តទាញភ្ជាប់សំឡេង so អញ្ចឹង pay បាទយើងស្ដាប់ឬសូដូចអាន pay p per paper បាទប៉ុន្តែបើយើងក៏លេចមកមើល IPA យើងឃើញថាគេអានថា A ទេប៉ុន្តែជាក់ស្ដែងស្ដាប់សំឡេងគេអានគឺ paper បាទវាហាក់ដូចជា pape ចឹងតាមពិត sound តែ A ទេណាបងប្អូននេះបងប្អូនមើល IPA ក៏បានដែរណា paper យើងមកប្រែថាក្រដាសបាទស្តៀងគ្នាដែរបងប្អូនបាទ F sound F AR sound R F arm farm ណា ER sound អញ្ចឹង farm farm farmer កសិករណាបាទ letter T sound T EACH four letters នេះ sound each ណាបាទកាលមុនរៀនអក្សរខាងដើមដឹងហើយណា each អញ្ចឹង T each teach បាទ ER នេះអញ្ចឹងវាទាញ sound ឆនៅខាងមុខវិញនេះ CH ឆបាទឆឆ teacher គ្រូបង្រៀនបាទ ELL បងប្អូនដឹងហើយមែនទេបាទគឺ sound វា L L cell cell បូកនឹង ER នេះអញ្ចឹង seller អត់ទេ seller ទៅទាញសំឡេងជួយជាអ្នកមួយនៅពីមុខវាមកដាក់ចូលណា seller បកថាអ្នកលក់អូខេនេះ EN sound N អញ្ចឹង N send the the sender គឺអ្នកផ្ញើណាតែយើងផ្ញើឲ្យបានឲ្យគេអញ្ចឹងយើងគឺជា sender ហើយដែលឯគេជាអីជា receiver នេះអានថា re or r e កាលណាអត់តួប្រកបនេះគឺ sound ដូចឈ្មោះអញ្ចឹង e ណា r e re s e I ណា EI បងប្អូនរៀនមេរៀនមុនដឹងណាបាទពេលណា C ជួបមួយ EI អក្សរ I នោះបាត់សម្លេងហើយណានៅសល់តែ E ទេអញ្ចឹង S E V sieve បាទ sieve អានេះ ER នេះ sound វាអញ្ចឹង V នេះទាញភ្ជាប់ណា V receiver បកថាអ្នកទទួលណាបាទ AF sound អីបងប្អូន after បាទ after T sound t after បកថាបន្ទាប់ពី after I take a shower បន្ទាប់ពីខ្ញុំងូតទឹករួចអញ្ចឹងទៅចាផឹកនៅលើផ្លឹក AY នេះគឺ sound វា A អញ្ចឹងទាំងពីរនឹងចូលគ្នាណាបងប្អូនបាទទាំងពីរនេះទាំង A ទាំង Y នឹងចូលគ្នាកើតជាស្រៈ A តែមួយទេកើតជាស្រៈឯងអញ្ចឹង Y ដូចបងប្អូនដឹងស្រាប់ហើយថាវាមាន2វាជាស្រៈផងនិងជាព្យញ្ជនៈផងប៉ុន្តែក្នុងទីនេះវាគឺជាស្រៈ 100% ហើយព្រោះវាផ្សំមួយអក្សរ A បាទវាលេងទៅជាព្យញ្ជនៈទៀតហើយវាជាព្យញ្ជនៈលុះត្រាតែវានៅខាងដើមព្យាង្គអញ្ចឹងកន្លែងនេះយើងអានថា play
bộ anh ấy máu tới chỉ player play on an tập player thế nó muốn của vài ní việc mẹ chụp chung chỉ nè tê việc cứ chỉ sạc nè muốn mà IPA cậu đang là nè play nhé anh ấy player player và bài thật kỳ lạ co nè okต่อทำเดียดอันนี้ยังอ่านฮะเมื่ออันสอนเมื่อ AR นี่สอนเมื่อ k mark và chứng nhận an tìm chuột mất từ chia marker và marker những bọn thá first và bọn nè và nguồn thì chỉ kêu một điên score lại marker nè ta cho sound và to tiết rồi nè vàนี่คือ sound a vàคืออยู่อักษร e ซ้อมหมู่อักษร r มันยังคือnữa vốn và tại time e มือในจงtiết bằng cả bản sound ear và her ear here here อย่างแบบนี้mợ ear mare อันนี้ไปแต่โต้ไปแต่ละอัดหรือหมายยัง time จะอาจจะเหมาะนะ th คือ the air there บอกแต่ตีนู่น v w h นี่คือ sound វា v ណាហ្មងបាទមកចំណាំវាតិចតិចទៅអក្សរ h នេះហាក់បីដូចជាអត់សំឡេងអញ្ចឹងណាជាង v air where បកថាទីណាឬក៏ឯណាណាអញ្ចឹងពេលនេះអានមែនបងបាទ in sound in អញ្ចឹង in sin អក្សរ c កាលណាជួបមួយ e បដូរ sound ទៅជា sound s បាទអញ្ចឹង s ear sear sin sear បាទបកថាបរិសុទ្ធឬក៏ small ណាបាទដូចពេលនេះ s sound s e កន្លែងនេះអត់មានតួប្រកប sound e ជាង e c v ear veer severe បាទបបធ្ងន់ធ្ងរណានេះ in t er sound t inter ear fear interfere បបថាជ្រៀតជ្រែកណាបាទអូខេជើងមាន note មួយណាអក្សរ w ហ្នឹងពេលដែលយើងជួបសំឡេង e r e ដែលយើងរៀនខាងលើ ear ear ហ្នឹងដល់ពេលវាជួប W វាទៅជា វិញណាដូចជាពាក្យនេះគេអានថា ver អត់អានថា ver ទេបាទអញ្ចឹងសួរថាបងប្អូនចំណាំមិនចំណាំពេលជួប W បងប្អូនហើយជាទៅពាក្យដែលជួប W E R ហ្នឹងគឺមិនមានច្រើនទេណាបងប្អូនបាទអានេះ W A ចឹងបងប្អូនប៉ុន្តែអានេះ W ទៅទេខ្ញុំកុំច្រឡំគ្នាណា W A គឺ sound ear ធម្មតាអាន ver ដល់ពេលនេះអានទៅជា ver ណាអូខេអញ្ចឹងសម្រាប់វីដេអូ part 25 sound number 21និង22គឺមានប៉ុណ្ណឹងខ្ញុំចែកជូនប៉ុណ្ណឹងហើយអញ្ចឹងបងប្អូនអាចប្រឹងរៀនតទៀតបានហើយសម្រាប់បងប្អូនដែលចង់ពង្រឹងភាសាអង់គ្លេសរបស់ខ្លួនចង់រៀនឲ្យច្បាស់ពីសំឡេងស្រៈព្យញ្ជនៈនៅពីមូលដ្ឋានគ្រឹះទៅអាចតាក់ទងរៀនជាមួយខ្ញុំបានបាទខ្ញុំមានថ្នាក់អនឡាញនិងមានថ្នាក់រៀនតាមវីដេអូដែលអាចជួយឲ្យបងប្អូនរៀនពេលណាក៏បានដែរបាទសម្រាប់តែអនឡាញគឺយើងមានម៉ោងកំណត់ចាប់ពីម៉ោង6ល្ងាចរហូតដល់ម៉ោង10យប់បងប្អូនអាចរើសម៉ោងណាក៏បានដែរហើយសម្រាប់តាមវីដេអូគឺបងអាចរៀនពេលណាក៏បានដែរព្រោះយើងរៀនតាមវីដេអូ offline នៅក្នុង Telegram អញ្ចឹងពីជំរើសហ្នឹងបងចង់រៀនមួយណាក៏បានដែរណាហើយឬក៏បងប្អូនខ្លះគាត់ចង់បានសភៅយកទៅរៀនអាចជាសភៅមួយក្បាលនេះយកទៅរៀនខ្លួនឯងបានណានៅក្នុងសភៅនេះគឺមានខ្លឹមសារមេរៀនដូចទៅក្នុងវីដេអូនេះអញ្ចឹងណាបងបាទអញ្ចឹងបងប្អូនចង់រៀនឬក៏ចង់បានជាសភៅអាចតាក់ទងបានណាឆាតមកសួរទៅបានអូខេចង់អានតាក់ទងណាអរគុណច្រើនបង